យប់បុណ្យណូអែលដល់ត្រជាក់ព្រិលធ្លាក់សន្សឹមជុំវិញពូលខាងជើងខណៈពេល Santa Claus កំពុងរៀបចំអំណោយចុងក្រោយបង្អស់ពុកម៉ាក់សោះស្គូฟរបស់គាត់ញញឹមសប្បាយរីករាយប៉ុន្តែមិនឆ្ងាយប្រមាណពីភូមិពលខាងជើងទេនៅក្នុងរូងភ្នំទឹកកកដ៏អាប់អួរក្រុមចៅដ៏អាក្រក់មួយក្រុមដែលមានឈ្មោះថាក្រុមចៅឆក់អំណោយបានកំពុងរៀបផែនការដ៏អាក្រក់មួយមេក្រុមចៅឈ្មោះគ្រីងគីញញឹមបិសាចហើយនិយាយថាឆ្នាំនេះអំណោយទាំងអស់នឹងក្លាយជារបស់យើងគ្មានបុណ្យណកលសម្រាប់ឯកណាក្រៅពីយើងទេស្របពេលនោះSanta បានឡើងលើរទេះរុញរបស់គាត់ដែលពោរពេញទៅដោយអំណោយភ្លឺចាំង Rudolph និងសត្វរមាំងផ្សេងទៀតកំពុងទន្ទឹងរង់ចាំការធ្វើដំណើរដ៏អស្ចារ្យខណៈពេលដែល Santa ហោះកាត់មេឃដ៏ងងឹតភ្លៀងនោះពន្លឺចាំងហ្វ្លិកបន្តមួយបានបាញ់ចេញមកហើយខ្សែពួរដ៏ធំមួយបានចាប់រទេះរុញរបស់គាត់ Santa បានព្យាយាមរើបំរាស់ប៉ុន្តែកម្លាំងរបស់ចៅមានលឺសលប់ពួកគេបានទាញគាត់ចុះមកក្រោមដោយបង្ខំចូលទៅក្នុងរូងភ្លុំទឹកកករបស់ពួកគេមិនយូរប៉ុន្មាន Santa ក៏ត្រូវបានចងជាប់នឹងកៅអីមួយនៅក្នុងរូងភ្នំទឹកកកដ៏អាប់អួរកាបាបអំណោយដ៏ធំរបស់គាត់ត្រូវបានដកចេញពីគាត់ត្រឡប់មកពលខាងជើងវិញពួក Elf គំទង់រង់ចាំ Santa ខឿងចិត្តអន្តាសាប៉ុន្តែម៉ោងកាន់តែយប់ហើយគាត់នៅតែមិនទាន់ត្រឡប់មកវិញ Elf មកដឹកនាំឈ្មោះ Fingal បានស្រែកថា Santa បានបាត់ខ្លួនហើយបុណ្យណូអែលស្ថិតក្នុងគ្រោះថ្នាក់ហើយភាពភ័យស្លន់ស្លោបានសាយភាយពេញភូមិ Rudolph ជាមួយនឹងជំហរភ្លឺចាំងរបស់គាត់បានបោះជំហានទៅមុខយើងត្រូវតែជួយ Santa យើងគឺជាក្តីសង្ឃឹមតែមួយគត់ពួក Elf និងសត្វរមាំងបានយល់ព្រមនៅក្នុងរូងភ្នំគ្រីងគីនិងក្រុមរបស់គាត់បានសោយចំអកដាក់ Santa គ្មាននរណាម្នាក់នឹងមករកញាក់ទេ Santa បុណ្យណូអែលឥឡូវជារបស់យើងគ្រីងគីបានដាក់លិខិតទាមទារប្រាក់ឡយើងទាមទារអំណោយទាំងអស់ពីពលខាងជើងបើមិនដូច្នោះទេគ្មានបុណ្យណូអែលសម្រាប់អ្នកណាម្នាក់ទេ Fingal និងក្រុម Elf របស់គាត់បានតាមដានខ្សែពួរដែលចាប់ Santa Rudolph បានប្រើច្រាមោះភ្លឺរបស់គាត់ដើម្បីបំភ្លឺផ្លូវទួលទេតបន្ទាប់ពីការស្វែងរកជាច្រើនម៉ោងពួកគេបានរកឃើញរូងភ្នំទឹកកកដ៏ធំមួយដែលមានផ្សែងខ្មៅហុយចេញមកនោះហើយ Fingal បាននិយាយក្រុមជួយសង្គ្រោះបានលុបចូលទៅក្នុងរូងភ្នំយ៉ាងស្ងាត់ស្ងៀមពួកគេលាក់ខ្លួននៅពីក្រោយដុំទឹកកកធំៗដោយព្យាយាមមិនឲ្យចៅចាប់បាន Fingal បានស្រែកថាដោះលែង Santa ជាបន្ទាន់ក្រុមចៅឆក់អំណោយគ្រីងគីនិងក្រុមរបស់គាត់បានភ្ញាក់អោយយ៉ាងខ្លាំងការប្រយុទ្ធដ៏គួរឲ្យអស់សំណើចបានចាប់ដើមពួក Elf បានបោះបាល់ព្រិលខណៈពេលដែលសត្វរមាំងបានដេញតាមចោជុំវិញរូងភ្នំខណៈពេលដែលចៅរវល់នឹងការវាយប្រហាររបស់ Elf Rudolph បានប្រើស្នែងរបស់គាត់ដើម្បីកាត់ខ្សែពួររបស់ Santa អរគុណ Rudolph Santa បាននិយាយ Santa ដែលត្រូវបានដោះលែងបានប្រើមន្តអាគមបុណ្យណូអែលរបស់គាត់ដើម្បីចាប់ក្រុមចៅឆក់អំណោយហើយដាក់ពួកគេនៅក្នុងកាបូបទេជាមួយនឹងសេរីភាពដែលបានត្រឡប់មកវិញ Santa បានប្រញាប់ប្រញាល់ទៅលើរទេះរុញរបស់គាត់ហើយបានចាប់ផ្ដើមចែកអំណោយបុណ្យណូអែលត្រូវបានសង្គ្រោះហើយក្មេងៗទូទាំងពិភពលោកបានភ្ញាក់ពីដំណេកជាមួយនឹងអំណោយដ៏រីករាយ